តាក់ទងទៅនឹងបំរែបំរួលនៅតម្លៃហាងឆេងមាសគឺវាមានការហក់ឡើងខ្លាំងដោយសារតែការព្រួយបារម្ភទៅលើបញ្ហាសង្គ្រាមទាំងមូលតែម្ដងបាទជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីនៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment ដោយជួបជាមួយនឹងខ្ញុំគុណណាន់នៅថ្ងៃទី17មិថុនា2025នេះខ្ញុំនឹងធ្វើការចែករំលែកនៅព័ត៌មានក៏ដូចជាអាប់ដេតទាក់ទងនឹងព្រឹត្តិការណ៍ដែលធ្វើឲ្យតម្លៃហាងឆេងវាមានការប្រែប្រួលបាទសម្រាប់តម្លៃហាងឆេងមានការពីម្សិលមិញដោយដែលបងប្អូនបានឃើញហើយទាក់ទងនឹងតម្លៃហាងឆេងគឺវាមានការហក់ឡើងយ៉ាងខ្លាំងរហូតដល់តម្លៃ$3,451នៅក្នុង1អោនឬស្មើនឹង$4,157នៅក្នុងមួយដំឡឹងចឹងមូលហេតុដែលបានធ្វើឲ្យតម្លៃហាងឆេងវាមានការហក់ឡើងខ្លាំងបែបនោះគឺដោយដែលអ្វីដែលបានជម្រាបជូនអញ្ចឹងគឺតាក់ទងទៅនឹងដោយសារតែបញ្ហាសង្គ្រាមនៅខាងមជ្ឈិមបូព៌ារវាងប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសអ៊ីរ៉ង់ដែលបានធ្វើការវិភាគគ្នាយ៉ាងខ្លាំងដែលបានធ្វើឲ្យតម្លៃទីផ្សារនេះវាមានការហក់ឡើងបែបនេះប៉ុន្តែបន្ទាប់ពីមានការហក់ឡើងខ្លាំងបែបនេះក៏វាមានការធ្លាក់ចុះមកវិញដែរបាទដែលធ្លាក់ចុះរហូតដល់តម្លៃសម្រាប់មាសគិតជាអោនគឺរហូតដល់តម្លៃ$3,382នៅក្នុង1អោនបើយើងគិតទៅតម្លឹងគឺបានធ្លាក់ចុះរហូតដល់តម្លៃ$4,074នៅក្នុងមួយដំឡឹងអញ្ចឹងយើងឃើញថាតាក់ទងទៅនឹងតម្លៃហាងឆេងមាសដែលវាមានការប្រែប្រួលបន្ទាប់ពីវាមានការហក់ឡើងខ្លាំងហើយក៏បានធ្លាក់ចុះមកវិញមួយប្រាវដែលនៅក្នុងទំហំការប្រែប្រួលវាធំគួរសមដែរគឺ$70នៅក្នុង1អោនឬក៏ស្មើនឹង$83នៅក្នុងមួយដំឡឹងអូខេអញ្ចឹងយើងបន្តអាប់ដេតទៅលើតាក់ទងនឹងព្រឹត្តិការណ៍ព័ត៌មានថាតើវាមានអ្វីបានកើតឡើងទើបធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមកវិញខ្លះបែបនេះតាក់ទងទៅនឹងសង្គ្រាមនៅខាងមជ្ឈិមបូព៌ារវាងប្រទេសទាំងពីរនេះគឺនៅតែបន្តក្តៅនៅឡើយដែលជាក្តីបារម្ភសម្រាប់ពិភពលោកទាំងមូលអូខេអញ្ចឹងតាក់ទងទៅនឹងបញ្ហាមួយនេះដែលបានធ្វើឲ្យទីផ្សារមានការហក់ឡើងអញ្ចឹងនៅក្នុងពេលវេលាយប់មិញគឺទីផ្សារវាបានមានការធ្លាក់ចុះមកវិញខ្លះអញ្ចឹងមូលហេតុអ្វីបានធ្វើឲ្យទីផ្សារមានការធ្លាក់ចុះមកវិញខ្លះស្របពេលដែលសង្គ្រាមកំពុងតែក្តៅបាទអញ្ចឹងតាក់ទងនឹងមូលហេតុដែលធ្វើឲ្យទីផ្សារវាមានការធ្លាក់ចុះមកវិញបន្តិចបែបនោះគឺដោយសារតែតាក់ទងនឹងការលេចលឺទៅលើព័ត៌មានមួយដែលអាចនិយាយបានថាជាចចាមអារ៉ាមដែលគេបានលើកឡើងថាតាក់ទងនឹងប្រទេសអ៊ីរ៉ង់គឺបានស្នើសុំឲ្យប្រទេសកាតាក៏ដូចជាប្រទេសខាងអារ៉ាប៊ីតសាអូឌីតក៏ដូចជាប្រទេសអូម៉ង់ធ្វើការស្នើសុំទៅសហរដ្ឋអាមេរិកឲ្យប្រទេសអ៊ីស្រាអែលទទួលយកការចរចាមួយនេះដូច្នេះហើយទើបធ្វើឲ្យទីផ្សារក៏ដូចជាអ្នកវិនិយោគទាំងអស់គឺមានអារម្មណ៍សុទ្ធិនិយមជាមួយនឹងបញ្ហាមួយនេះទើបធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមួយប្រាវកាលពីយប់មិញប៉ុន្តែទោះបីយ៉ាងណាក៏ដោយក្នុងពេលបច្ចុប្បន្ននេះតម្លៃហាងឆេងមាសគឺស្ថិតនៅក្នុងតម្លៃ$3,400នៅក្នុង1អោនវិញដដែលយ៉ាងណាមិញស្របពេលជាមួយគ្នានេះដែរហាងសហរដ្ឋអាមេរិកនិងប្រទេសចិនក៏បានប្រកាសឲ្យប្រជាជនរបស់គេធ្វើការចាក់ចេញពីប្រទេសដែលកំពុងតែមានចំនួនដើម្បីការពារតាក់ទងនឹងសុវត្ថិភាពរបស់ពួកគេការប្រកាសនេះហើយគឺជាសញ្ញាមួយដែលគួរឲ្យបារម្ភខ្លាំងមែនទែនសម្រាប់ពិភពលោកដែលគេមើលឃើញថាតាក់ទងនឹងសង្គ្រាមនៅប្រទេសទាំងពីរនេះអាចនឹងមានការរីករាលដាលកាន់តែធំទៅដែលបង្កវិនាសកម្មសម្រាប់ប្រទេសទាំងសងខាងក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយលោកដូណាល់ត្រាំកំពុងតែមានការលើកឡើងឲ្យអ៊ីរ៉ង់មានការជួបចរចាគ្នាជាមួយនឹងសហរដ្ឋអាមេរិកជុំវិញបញ្ហានុយក្លេអ៊ែរក៏ដូចជាបទឈប់បាញ់ជាមួយនឹងប្រទេសអ៊ីស្រាអែលក៏ប៉ុន្តែតាក់ទងនឹងការលើកឡើងរបស់លោកដូណាល់ត្រាំនេះគឺមិនទាន់ទទួលបានការឆ្លើយតបនៅឡើយពីខាងភាគីអ៊ីរ៉ង់នៅឡើយនោះទេដូច្នេះផ្សារភ្ជាប់ទៅលើព្រឹត្តិការណ៍ទាំងអស់នេះជាមួយនឹងទីផ្សាររបស់យើងអញ្ចឹងយើងអាចសង្កេតមើលឃើញថាតាក់ទងនឹងបំរែបំរួលនៅតម្លៃហាងឆេងមាសគឺវាមានការហក់ឡើងខ្លាំងដោយសារតែការព្រួយបារម្ភទៅលើបញ្ហាសង្គ្រាមទាំងមូលតែម្ដងប៉ុន្តែដោយសារតែមានការសម្របសម្រួលពីខាងលោកដូណាល់ត្រាំតាក់ទងនឹងការលើកឡើងឲ្យមានការជួបគ្នារវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់នៅក្នុងបញ្ហានុយក្លេអ៊ែរក៏ដូចជាតាក់ទងបាត់ឈប់បាញ់ទើបធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមកវិញខ្លះផងដែរជុំវិញព្រឹត្តិការណ៍នៃសង្គ្រាមនៅខាងមជ្ឈិមបូព៌ានេះហើយគឺវាបានផ្សារភ្ជាប់យ៉ាងជិតដិតជាមួយនឹងតម្លៃហាងឆេងទីផ្សារជាពិសេសគឺតាក់ទងនឹងតម្លៃហាងឆេងមាសនិងតម្លៃហាងឆេងប្រេងតែម្ដងដែលយើងសង្កេតឃើញថាតម្លៃហាងឆេងមាសគឺវាមានការហក់ឡើងយ៉ាងខ្លាំងនៅក្នុងកំឡុងពេលមួយនេះប៉ុន្តែយើងសង្កេតឃើញថាក៏វាបានធ្លាក់ចុះមកវិញដែរអញ្ចឹងការដែលធ្លាក់ចុះមកវិញដោយដែលបានលើកឡើងនៅក្នុងខាងលើអញ្ចឹងគឺមានហេតុផលពីរគឺទី1គឺតាក់ទងនឹងការលេចលឺនៅពាក្យចចាមអារ៉ាមដែលខាងភាគីអ៊ីរ៉ង់ស្នើសុំឲ្យសហរដ្ឋអាមេរិកជំរុញអ៊ីស្រាអែលទទួលយកការចរចានិងទី2គឺតាក់ទងនឹងការលើកឡើងរបស់លោកដូណាល់ត្រាំជំវិញការជួបចរចាគ្នាជាមួយនឹងប្រទេសអ៊ីរ៉ង់ជំវិញបញ្ហានុយក្លេអ៊ែរនិងបទឈប់បាញ់ជាមួយនឹងខាងអ៊ីស្រាអែលអញ្ចឹងទៅធ្វើឲ្យតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមកវិញបន្តិចប៉ុន្តែនៅក្នុងឱកាសនេះក៏ជាឱកាសល្អមួយដែរសម្រាប់បងប្អូនអតិថិជនបើសិនជាមើលឃើញថាតម្លៃហាងឆេងមាសវាមានការធ្លាក់ចុះមកវិញជាងនេះទៀតនោះគឺរឹតតែជាឱកាសល្អសម្រាប់បងប្អូនធ្វើការទិញវាឡើងដើម្បីទទួលយកនៅផលចំណេញចំណែកឯតម្លៃប្រេងអានេះវិញនៅក្នុងពេលបច្ចុប្បន្នគឺនៅក្នុងតម្លៃ$73នៅក្នុង1បារ៉ែលអញ្ចឹងស្ថិតនៅក្នុងស្ថានភាពក្តៅបែបនេះតម្លៃ
ប្រេងនៅតែមានឱកាសខ្ពស់នៅក្នុងការងើបឡើងអញ្ចឹងបើសិនជានៅក្នុងស្ថានភាពដែលឃើញថាតម្លៃប្រេងវាមានការធ្លាក់ចុះបែបនេះគឺជាឱកាសរឹតតែល្អសម្រាប់បងប្អូននៅក្នុងការទិញវាឡើងដើម្បីទទួលបាននៅផលចំណេញផងដែរអរគុណបងប្អូនអតិថិជនដែលបានតាមដាននៅវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បាទសម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងទូទៅទាក់ទងនឹងការវិនិយោគទៅលើទីផ្សារមួយនេះសូមកុំភ្លេចចំណាយពេល5នាទីជួបជាមួយនឹងខ្ញុំគុណណាន់សូមអរគុណសូមជម្រាបលា